ព្រោះព្រះអង្គសម្ដែងហើយថាយើងអាចកំណត់វិនិច្ឆ័យជោគវាសនាខ្លួនឯងដោយខ្លួនឯងព្រោះអីព្រោះព្រះអង្គបញ្ជាក់ឲ្យថាសាងកម្មណាទទួលផលនៃកម្មនោះឧទាហរណ៍កូនចៅប្រុសស្រីខំរៀនខ្លាចជាសិស្សពូកែបើអត់ខំរៀនខ្លាចជាសិស្សល្ងងខ្លៅកូនប្រុសស្រីដឹងគុណមេដាបិតាខ្លាចជាកូនកតញ្ញូអត់ដឹងគុណម៉ែឪខ្លាចជាកូនអកតញ្ញូសួរតើល្អអាក្រក់នឹងអ្នកណាអ្នកឲ្យយើងគឺខ្លួនយើងជាអ្នកឲ្យខ្លួនយើងហើយពេលដែលយើងខំប្រឹងប្រែងបំពេញបុណ្យកុសលអំពើល្អខំរៀនសូត្រខំយកចិត្តទុកដាក់ក្នុងការស្វែងរកទ្រព្យសម្បត្តិប្រកបដោយធម៌ខំបំពេញការងារជូនរដ្ឋជូនប្រទេសជាតិប្រកបដោយជោគជ័យពេលដែលទទួលជោគជ័យហើយកូនចៅប្រុសស្រីទៅគិតថាកុំឲ្យមានមោទនភាពដោយគិតថាអញក្រំបើប្រសើរហើយមើលងាយអ្នកដទៃនោះមិនល្អទេក្នុងខណៈដែលយើងអភិវឌ្ឍជីវិតយើងឲ្យដល់កំពូលហើយនោះត្រូវដាក់ចិត្តថាអាត្មាអញត្រូវតែបន្ទាបនៅមានអ្នកបន្ទាបនៅខ្លួនកុំឲ្យក្រអឺតកតោមដាក់អ្នកដទៃកុំឲ្យមើលងាយអ្នកដទៃកុំគិតថាអញក្រំបើប្រសើរព្រោះព្រះអង្គសម្ដែងថាម៉េចអ្វីមិនទៀងទេណាអ្វីមិនទៀងទេខ្វះអីលើពិភពលោកនេះអ្នកខ្លះទៅជាសេដ្ឋីហើយធ្លាក់ខ្លួនក្រវិញក៏មានអ្នកខ្លះអ្នកមានហើយបើកក្រុមហ៊ុនជាច្រើនក៏ត្រូវខាតបង់បាត់លុយកាក់បាត់បង់នៅអាជីវៈមុខរបរខ្លួនឯងក៏មានអ្នកខ្លះឡើងបនធំហើយធ្លាក់មកតូចវិញក៏មានអញ្ចឹងព្រះអង្គសម្ដែងថាមិនទៀងទេជាទុក្ខជាអនត្តាអញ្ចឹងបើយើងដាក់ចិត្តថាអ្វីមិនទៀងជាទុក្ខជាអនត្តានោះយើងនឹងបន្ថយការខុសឆ្គងតាមអកប្បកិរិយាផ្លូវកាយវាចាស់ចិត្តនេះឯងចឹងសូមកូនប្រុសស្រីមេត្តាគិតឲ្យមែនទែនថាយើងកើតជាមនុស្សម្នាក់ត្រូវតែស្វាហាប់រឹងប៉ឹងតស៊ូកសាងខ្លួននេះឲ្យទៅជាមនុស្សដែលព្រះអង្គសម្ដែងថាខ្លួនជាមនុស្សចិត្តជាមនុស្សដ៏ខ្ពង់ខ្ពស់និងខ្លួនជាមនុស្សចិត្តទេវតានេះសំខាន់ណាស់កូនប្រុសស្រីទៅគិតណារស់នៅក្នុងសង្គមប្រទេសជាតិណាក៏ដូចប្រទេសជាតិណាដែរគេត្រូវការមនុស្សល្អគេមិនដែលត្រូវការមនុស្សអាក្រក់ប៉ែឡាយយកទៅដឹកនាំប្រទេសជាតិទេហើយក៏គេមិនអោយមនុស្សអាក្រក់ប៉ែឡាយនោះទៅទទួលរង្វាន់អីគេដែរការដែលបានទទួលរង្វាន់ឬក៏បានជោគជ័យឬក៏គេទទួលស្គាល់គេឲ្យសញ្ញាបត្រអីទាំងហ្នឹងផ្ដើមចេញពីអីផ្ដើមចេញពីជំហានទី1គឺការបោះជំហានដោយរឹងមាំរឹងប៉ឹងប្រកបដោយឆន្ទៈនិងវិរិយៈនេះត្រូវគុំគ្នាដើម្បីជាកម្លាំងចលកររុញឲ្យយើងអាចសម្រេចគោលបំណងដ៏ពេញលេញបរិបូរណ៍ដ៏ជាក់លាក់មួយក្នុងជីវិតកូនប្រុសស្រីចិត្តគិតណាកុំគិតតែមិត្តភក្តិទាញទៅផឹកនឹងគេទាញទៅលេងលបែងស្រីស្រាទៅលេងស្រីស្រានឹងគេសួរថានឹងជាអ្វីទាំងជាអបាយមុខព្រះអង្គសម្ដែងថាអបាយមុខនឹងវាមិនធ្លាក់នរកហើយបើធ្លាក់នរកធម៌នឹងល្អឬធម៌អាក្រក់ព្រះអង្គសម្ដែងថាជាធម៌ថោកទាបហើយបើកូនប្រុសស្រីទៅប្រតិបត្តិក្នុងធម៌ថោកទាបព្រះអង្គសម្ដែងថាបុគ្គលនេះឈ្មោះថាបុគ្គលថោកទាបមិនមែនខ្ញុំថាឲ្យកូនប្រុសស្រីណាពុទ្ធជាម្ចាស់សម្ដែងអញ្ចឹងខ្ញុំថាអញ្ចឹងតាមព្រោះអីព្រោះកម្មជាកុសលជាកម្មថ្លៃថ្នូរកម្មអកុសលជាកម្មថោកទាបតែដែលលើកមកឡើងបាញ់មិញនេះកូនចៅលឺទេថាកម្មខ្មៅអាខ្មៅហ្នឹងគឺអាក្រក់វាថោកទាបតែកម្មសគឺល្អគឺខ្ពង់ខ្ពស់សូតតើយើងគួរស្ថិតនៅក្នុងអំពើទង្វើរបស់យើងតាមផ្លូវកាយវិចារចិត្តនេះប្រព្រឹត្តទៅដើម្បីថោកទាបក្នុងជីវិតនឹងឬយ៉ាងណាត្រូវគិតអាណិតមេដាបិតាណាមេដាបិតាខំចិញ្ចឹមបីបាច់ថែរក្សាយើងអត់ធ្មត់គ្រប់បែបយ៉ាងដើម្បីកូនអ្វីសម្រាប់កូនទាំងអស់លះបង់សម្បាយផ្ទាល់ខ្លួនលះបង់ទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមឲ្យកូនឲ្យចែកឲ្យកូនទៀតខ្លួនឯងសឹងតែអត់ហ៊ានចែកទ្រព្យឲ្យខ្លួនឯងទៀតណាខ្ញុំសុំតសើតែកែនចេះចែកទ្រព្យសម្បត្តិឲ្យកូនពេលលក់ដីបានយកលុយមកចូលបន$20000អំបញ្ញមិញចាចូលគ្រប់តាំងពីចលាមចេះដីតាំងពីចប្រះមហាប្រាសាទតាំងពីស្អីប្រហែល7 8មុខមួយមុខ2000នឹងចែកគេឲ្យខ្លួនឯងនោះហើយនឹងទ្រព្យសម្បត្តិនេះអត់ណាលួចពីតកែនបានទេមិនបាច់ថាចិត្តដាច់ខ្យល់កូនយកបានយកអត់បានទេទ្រព្យនឹងនេះការចែកទ្រព្យឲ្យខ្លួនឯងនឹងឯងសំខាន់ណាស់សម្រាប់ជីវិតសម្រាប់អីកើតទៅជាតិក្រោយកើតជាមនុស្សដែលមានទ្រព្យគឺនៅឯក្នុងវងតកូលខ្ពង់ខ្ពស់ក្នុងវងតកូលដែលមានទ្រព្យ
ហើយបរោទទួលទានវិញឆាប់មានឆាប់បានព្រោះព្រះអង្គសម្ដែងថាម៉េចបុគ្គលដែលធ្វើបុណ្យទុកហើយក្នុងកាលមុនជាមង្គលដកដង